បងមួយរយៈចុងក្រោយនេះឃើញមានបញ្ហាការដក់ទឹកក្នុងសួតច្រើនករណីហើយទៅពេទ្យបូមទឹកចេញក៏នៅតែអត់បាត់បងធ្លាប់ជួបករណីអញ្ចឹងទេធ្លាប់ជួបគឺដក់ទឹកនៅក្នុងស្រោមសួតហើយដំបូងមកយើងអត់ដឹងថាគាត់មានដក់ទឹកនៅក្នុងស្រោមសួតទេគឺយើងថតសួតសាមញ្ញធម្មតាបានឃើញដឹងថាអូអាហ្នឹងថប់ដង្ហើមហ្នឹងរោគសញ្ញាសួតហ្នឹងគឺមានដក់ទឹកនៅក្នុងថង់សួតចាហ្នឹងមកពីមូលហេតុអីទៅបងចាដែលថតឃើញភ្លាមហ្នឹងទីមួយយើងឃើញថាមានរបេងសួតឬអត់ឬមហារីកសួតឬក៏អត់អញ្ចឹងយើងអាចទាត់ចោលរបេងសួតនិងមហារីកសួតមុនគេហើយបន្តមកទៀតបើទាត់ចោលអត់បានគឺយើងបូមទឹកនៅក្នុងសួតហ្នឹងយកទៅមើលមានកោសិកាមហារីកឬអត់ហើយមានរបេងស្រោមសួតឬអត់អញ្ចឹងមហារីកស្រោមសួតមហារីកសួតរបេងសួតរបេងស្រោមសួតអញ្ចឹងយើងទាត់ចោលដោយសារគ្រាន់តែយើងធ្វើការថតសួតសាមញ្ញហើយនឹងបូមទឹកយកទៅមើលចុះបងវាធ្វើមិនដឹងថាការឈឺសួតឬក៏ការដក់ទឹកក្នុងសួតហ្នឹងវាកើតឡើងដោយសារអីពិតប្រាកដទៅចាអញ្ចឹងពេលដែលយើងដឹងថាមិនមែនមហារីកមិនមែនរបេងហើយគឺជាការរលាកធម្មតាបាទអញ្ចឹងការរលាកសួតហ្នឹងវាអាចថាជារលាកសួតធម្មតាតែមានពេលខ្លះអាធម្មតាហ្នឹងគឺវាមានលក្ខណៈស៊ីជម្រៅពិបាកនឹងព្យាបាលនិងពិបាកនឹងរករោគបើវាមិនសាមញ្ញអញ្ចឹងសាមញ្ញទាំងអស់ហ្នឹងគឺរលាកសួតដោយសារបាក់តេរីបង្កផ្ទុះឬក៏បាក់តេរីឱកាសនិយមតមកទៀតមានផ្សិតមានវីរុសហើយមានសត្វល្អិតអាផ្សិតរលាកសួតហ្នឹងគឺវាអាចធ្វើឲ្យរលាកដោយថាផ្សិតហ្នឹងដុះនៅលើជញ្ជាំងរបងជញ្ជាំងផ្ទះហើយខូចជញ្ជាំងផ្ទះរយៈពេលយូរទៅអញ្ចឹងចាអាផ្សិតហ្នឹងអញ្ចឹងហើយអាសត្វល្អិតមួយកណោដែលប៉ះស្បែករុកតាមស្បែកហើយចូលទៅដល់នៅក្នុងសួតហើយចេញពីសួតទៅពងកចេញពីពងកទៅកាពះពោះវៀនមួយហើយពេលដែលវារុកហ្នឹងរុកឆ្លងកាត់ចារុកឆ្លងកាត់ថ្លើមអញ្ចឹងវាឆ្លងកាត់ពីក្រោមដល់លើអញ្ចឹងវាអាចនឹងរលាកអាស្រោមសួតនឹងដែរចាអាចមានមូលហេតុផ្សេងទៀតដែលអាចធ្វើឲ្យឈឺសួតហ្នឹងបងចាហើយនៅពេលហ្នឹងមានពេលខ្លះយើងរកទៅអត់ឃើញបាក់តេរីក៏អត់មានឬក៏មានដែរតែព្យាបាលហើយនៅតែឈឺសត្វល្អិតព្យាបាលហើយនៅតែឈឺអញ្ចឹងមានជំងឺមួយទៀតគឺជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងភាគច្រើនដែលខ្ញុំរកឃើញហ្នឹងគឺពួកគាត់រលាកសរសៃឈាមនៅក្នុងសួតដែលនៅក្បែរស្រោមសួតហ្នឹងអញ្ចឹងពេលដែលសរសៃឈាមហ្នឹងវារលាកគឺវាចេញទឹកចូលទៅក្នុងស្រោមសួតហ្នឹងហើយវាធ្វើឲ្យផ្នែកដុំណាមួយនៃសួតហ្នឹងជុំវិញសរសៃឈាមហ្នឹងវារលាកដែរអញ្ចឹងធ្វើឲ្យអ្នកជំងឺហ្នឹងមានអារម្មណ៍ថាថប់ដង្ហើមតែក៏អត់មានគ្រោះថ្នាក់អត់មានថាលាកសួតចូលសង្គ្រោះបន្ទាន់ឬមួយក៏ចូលដេកពេទ្យដូចយើងកើតកូវីដអីអញ្ចឹងរហូតដល់ថ្នាក់គ្រោះថ្នាក់ដល់ជីវិតអីអញ្ចឹងវាអត់មានបន្ទាន់អញ្ចឹងទេចាមានរាប់ខែរាប់ឆ្នាំហើយនៅតែរករោគវិនិច្ឆ័យមិនឃើញហើយប៉ុន្តែគាត់នៅតែគាត់ដដែលមានន័យថាគាត់អត់ស្លាប់ចង់និយាយថាអញ្ចឹងបាទចាចុះតាមបទពិសោធន៍បងកន្លងមកនោះតើបងធ្លាប់ជួបករណីច្រើនជាងគេក្នុងចំណោមមូលហេតុដែលធ្វើឲ្យរលាកសួតមានតាំងពីមេរោគបាក់តេរីអីបើនិយាយនៅក្នុងស្រោមសួតតែម្ដងគឺឃើញស្ទើរតែស្មើគ្នាឃើញញឹកជាងគេរបេងឃើញបន្ទាប់មកគឺមានមហារីកដែលយើងអត់ដឹងហើយឃើញទី3គឺមានជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញសរសៃឈាមខ្លួនឯងអញ្ចឹងពេលដែលជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញសរសៃឈាមខ្លួនឯងហ្នឹងវាមានប៉ះពាល់ដល់សរីរាង្គដទៃទៀតដែលប៉ះពាល់នឹងសរសៃឈាមដែរដូចជាតម្រងនោមដូចជាបេះដូងហើយខួរក្បាលបាតភ្នែកអីអញ្ចឹងជួនកាលនៅក្រោមស្បែកហ្នឹងតែម្ដងអញ្ចឹងវាបំផ្លាញសរសៃឈាមខ្លួនឯងនៅខាងក្រោមហ្នឹងចាហើយជាទូទៅបើសិនជាយើងមានជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងអញ្ចឹងយើងមានមូលហេតុគឺ gen របស់យើងនឹងវាខ្សោយអញ្ចឹងណាពេល gen របស់យើងនឹងវាខ្សោយគឺវាងាយវិវត្តទៅការបំផ្លាញខ្លួនឯងអញ្ចឹង gen ខ្សោយហើយប៉ះអីគេខ្លះប៉ះគីមីនៅក្នុងខ្យល់ដង្ហើមដែលនៅក្នុងនោះគ្រឿងក្អូបមកស្រឡាញ់បោកកៅអៅធំក្លិនមកស្រឡាញ់ហើយមានផ្សែងបារីផ្សែងឡានផ្សែងម៉ូតូផ្សែងដុតសម្រាមផ្សែងធូបប៊ូសអញ្ចឹងវាច្រើនណាសារធាតុដែលនៅក្នុងខ្យល់នោះវាច្រើនអញ្ចឹងវាភ្ញូចឲ្យប្រព័ន្ធការពាររាងកាយហ្នឹងអាចកើតទៅជាជំងឺបំផ្លាញខ្លួនឯងហើយក៏អាចមកពីសត្វល្អិតបាក់តេរីផ្សិតអីដែរអញ្ចឹងជាពិសេសមេរោគឱកាសនិយមដែលផ្ទុកនៅក្នុងផ្លូវដង្ហើមហើយទៅផ្សិតនឹងសត្វល្អិតហ្នឹងអញ្ចឹងពេលដែលមានពេលខ្លះយើងព្យាបាលបាក់តេរីនឹងហើយផ្សិតនឹងហើយសត្វល្អិតនឹងហើយតែប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងវាអត់មានឈប់ទោះជាសត្វល្អិតផ្សិតនឹងទៅបាត់ក៏ដោយអញ្ចឹងយើងត្រូវទៅតាមរុករកប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងនឹងឲ្យឃើញហើយយើងរងាប់វាចាពេលដែលយើងបង្ក្រាបប្រព័ន្ធការពាររាងកាយហ្នឹងគឺយើងអាចបានធូរស្បើយហើយអញ្ចឹងបានថាយើងអាចរុករកឃើញតើមូលហេតុហ្នឹងរុករកឃើញអញ្ចឹងគឺទី1គឺរុករក
នៅក្នុងសួតហ្នឹងគឺយើងគេហៅធ្វើ CT scan សួតប៉ុន្តែមិនមែន scan ធម្មតាទេហើយក៏មិនមែន scan ចាក់ថ្នាំដែរគេហៅ high resolution ហ្នឹងដូចថាយើងថតទូរស័ព្ទដៃយើងពរិចហើយកន់វាឲ្យខ្លាំងតិចទៅឃើញហើយហ្នឹងពីព្រោះអាហ្នឹងគេហៅ interstitial គឺវារលាកមានពីរយ៉ាងចាំខ្ញុំនិយាយម្ដងទៀតទី1អាចរលាកសរសៃឈាមហើយទី2វាអាចរលាកសាច់សួតដែលនៅចន្លោះថង់ដែលគេយកទៅដកដង្ហើមអញ្ចឹងអាថង់ដកដង្ហើមហ្នឹងថតធម្មតាទៅវាអត់ឃើញតថត high resolution បានឃើញចង់និយាយថាបើយើងរលាកថង់សួតហ្នឹងគឺយើងងាយរកឃើញរលាកសួតបែបហ្នឹងណាប៉ុន្តែអារលាកចន្លោះថង់ហ្នឹងតទៅធ្វើ high resolution បានឃើញអានេះថត X-ray ដូចគ្នាដែរបងឬក៏មិនគឺជា CT scan គឺមិនមែន scan ធម្មតាក៏មិនមែនចាក់ថ្នាំគឺ scan ឲ្យច្បាស់ខ្លាំងមែនតើហ្មង high resolution អ្នកដែលចេះកាន់ទូរស័ព្ទដៃថតរូបហ្នឹងដឹងហើយស្អីគេ high resolution ហ្នឹងគឺថតរបៀបដូចគ្នាដែលយើងថតអីមួយនឹងទូរស័ព្ទដៃឬនឹងកាមេរ៉ាអញ្ចឹងចាចុះបងធ្លាប់មានករណីធ្វើអា high resolution ហ្នឹងហើយនៅតែរកមិនឃើញទេបងបើរកមិនឃើញមានន័យថាអត់មានជំងឺហ្នឹងហ្មងអត់មានអាជំងឺ interstitial អារលាកសាច់នៅចន្លោះអាថង់សួតសម្រាប់ដកដង្ហើមហ្នឹងឬមួយក៏អត់មានអារលាកសរសៃឈាមដែលប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងហ្នឹងគឺអត់មានអាហ្នឹងហ្មងថតទៅអត់ឃើញគឺអត់មានអញ្ចឹងយើងទៅរកមូលហេតុអីផ្សេងអញ្ចឹងអាមូលហេតុអីផ្សេងហ្នឹងមានពេលខ្លះដូចខ្ញុំនិយាយអញ្ចឹងគឺពពួកសត្វល្អិតពពួកផ្សិតដែលសំងំនៅក្នុងនឹងរយៈពេលវែងហើយគីមីដែលយើងដកដង្ហើមចូលរាល់ថ្ងៃជួនកាលគាត់ទៅយកទឹកសាប៊ូយកទៅលាងប្រគុណអីចឹងទៅយកទៅជូតអិតអីចឹងទៅអាហ្នឹងក៏កាត់ដែរបើវាកាត់ឥឡូវយើងគ្រាន់តែអង្គុយគិតមើលដាក់ទៅចូលក្នុងប្រគុណអាស្អីកំតិចកំទីចេញពីក្នុងខ្លួនមនុស្សមកដល់ស្អាតចេះចុះពេលដកដង្ហើមចូលទៅក្នុងសួតវាមិនចេះកាត់សួតទេយើងគ្រាន់គិតមើលប៉ុណ្ណឹងទៅវាកាត់សួតសាប៊ូបោកកៅអៅណាពេលដែលយើងបោកអត់ស្អាតយើងដកដង្ហើមចូលទៅសុទ្ធតែសាប៊ូបើសាប៊ូហ្នឹងកាត់កក្រិចកាត់ក្អែលកាត់ខ្លាញ់អីបានខ្លាញ់គោជាប់ចានស្អាតបានថៃក៏កាត់សួតមនុស្សអត់បានយើងគ្រាន់អង្គុយគិតប៉ុណ្ណឹងទៅអាហ្នឹងស្រួលជាងគេដកចេញស្រួលមែនតើមកចុះបងបើប្រព័ន្ធការពាររាងកាយវាទៅបំផ្លាញសួតកើតក៏វាអាចបំផ្លាញអាសរីរាង្គផ្សេងទៀតកើតដែរត្រឹមត្រូវបំផ្លាញតម្រងនោមបំផ្លាញសន្លាក់បំផ្លាញកពេញទឹកភ្នែកឲ្យយើងស្ងួតទឹកភ្នែកបំផ្លាញកពេញទឹកមាត់ឲ្យយើងស្ងួតទឹកមាត់បំផ្លាញស្បែកបំផ្លាញតម្រងនោមបំផ្លាញខួរក្បាលណាបំផ្លាញអាសាច់ខួរក្បាលហ្នឹងហ្មងគឺគេមានអូតូអាន់ទីបូឌីមកកណោអញ្ចឹងបំផ្លាញអីទៀតបំផ្លាញកពេញទីរ៉ូអ៊ីតអញ្ចឹងជំងឺប្រព័ន្ធការពាររាងកាយបំផ្លាញខ្លួនឯងគឺមានច្រើនមុខណាស់ច្រើនផ្នែកណាស់តែឥឡូវត្រឡប់មកវិញគឺយើងនិយាយអំពីប្រព័ន្ធការពាររាងកាយបំផ្លាញសួតខ្លួនឯងបើសិនជាបងមានពេលតែ1នាទីតើបងអាចប្រាប់បានទេថាតើដើម្បីការពារសួតខ្លួនឯងបងធ្វើមិនខ្លះទៅប្រចាំថ្ងៃជាទូទៅខ្ញុំធ្វើ3យ៉ាងទី1គឺដាច់ខាតនៅក្នុងខ្យល់ដង្ហើមរបស់ខ្ញុំគឺខ្ញុំមិនប្រើជាតិគីមីដែលអាចធ្វើឲ្យខ្យល់មិនបរិសុទ្ធអាគីមីបន្ថែមក្លិនណាខែងថាអ្នកចិត្តខាងដុតសម្រាប់ខ្ញុំអត់ដឹងហើយអ្នកចិត្តខាងផ្សារដែកអាហ្នឹងមានពេលខ្លះខ្ញុំកិច្ចអត់បានដែរហ្នឹងហើយកិច្ចអត់បានខ្ញុំរត់ចោលផ្ទះមួយផ្លែតទៅមកវិញវាទៅបាត់ដែរចាហើយមួយទៀតខ្ញុំអត់ឲ្យមានសត្វល្អិតទេគឺខ្ញុំព្យាបាលសត្វល្អិតហើយនឹងផ្សិតហ្នឹងគឺខ្ញុំថែរក្សាខ្លួនឯងខ្ញុំដឹងថាពេលណាអាចនឹងមានព្រូនពេលណាត្រូវបញ្ចុះព្រូនហើយព្រូនប្រភេទណាឆ្លងតាមរយៈពេលណាមូលហេតុអីបានខ្ញុំឆ្លងព្រូនហ្នឹងគឺខ្ញុំការពារផងខ្ញុំព្យាបាលបញ្ចុះវាផងបាទចាហើយមួយទៀតគឺខ្ញុំដកខ្យល់ដង្ហើមអញ្ចឹងឲ្យតែរដូវភ្លៀងជាពិសេសខែភ្ជុំហ្នឹងណាគឺយើងមានពេលវេលាយើងតាំងសមាធិអីខ្លះអញ្ចឹងទៅហើយយើងដកដង្ហើមឲ្យវែងពេលដែលភ្លៀងរលឹមហ្នឹងគឺខ្យល់ស្អាតមែនតើខ្យល់ល្អបរិសុទ្ធមែនតើហើយវាមានអាពងទឹកទូចដែលយើងដកចូលក្នុងខ្យល់ដង្ហើមហើយយើងដកចេញទៅវាអាចលាងសួតបានវានាំជាតិពុលចេញទៅក្រៅបានច្រើនណាស់ចាហ្នឹងយើងបងថាបងពេលភ្លៀងរលឹមចុះខែអត់មានភ្លៀងហ្នឹងមិនទៅខែអត់មានភ្លៀងអញ្ចឹងឥឡូវចាប់ពីថ្ងៃហ្នឹងរហូតដល់ដាច់ខែមួយហ្នឹងគឺពេលព្រលឹមឡើងហ្នឹងគឺមានសន្សើមច្រើនហើយអត់ទាន់មានជាតិពុលទេគឺយើងក្រោកឲ្យបានមុនគេក្រោកឲ្យបានមុនអ្នកជក់បារីអ្នកដុតសម្រាមអ្នកបើកឡានបើកម៉ូតូហ្នឹងយើងដកដង្ហើមទៅយើងលាងសួតយើងបានហើយណាអញ្ចឹងមានពេលខ្លះបើយើងមានឱកាសទៅកន្លែងណាមួយដែលមានខ្យល់អាកាសបរិសុទ្ធហ្នឹងគឺយើងឆ្លៀតពេលទៅលាងសួតបន្តិចទៅចាលាងសួតដោយសារដកដង្ហើមចូលឲ្យវែងឲ្យពេញពោះពេញទ្រូងចាំបញ្ចេញមកវិញម្ដងហើយទប់ហើយយើងដកដង្ហើមចេញយឺតអញ្ចឹងបើយើងអត់ធ្លាប់យើងរៀនគឺដកដង្ហើមចូលយឺត4ដកតាមច្រមុះអត់ឲ្យដកតាមមាត់ទេដកឲ្យរាប់4អញ្ចឹងវាពេញអស់ហើយយើងទប់ឲ្យបាន5ហើយដកចេញតាមច្រមុះដែរ
ยืดរាប់ឲ្យដល់6អញ្ចឹង4 5 6ហើយយើងសម្រាកមកផ្លែតទៅ4 5ទៀតទៅចាំយើងចាប់ផ្ដើមសារថ្មីអញ្ចឹងបើយើងដកអញ្ចឹង1ម៉ោងដកតែ1នាទីមានន័យថាយើងដកតែ4ដង្ហើមទេ1ម៉ោងហ្នឹងដកតែ4ដង្ហើមឯងវា1នាទីជាងឯងចាអញ្ចឹងមួយថ្ងៃយើងដក4 5ដង8ដង10ដងអីទៅមក1ម៉ោងដក4ដង្ហើមវែងហ្នឹងមានអីពិបាកចាអញ្ចឹងពេលហ្នឹងគឺសួតរបស់យើងហ្នឹងវាចូលឡើងពេញហើយទុកពេលវេលាឲ្យវាមានបណ្ដូលអូស្មန်ដល់អស់ចិត្តហើយបានដកដង្ហើមយកខ្យល់ពុលចេញទៅក្រៅពេលដែលយើងដកចូលទៀតរាក់ពេកហើយយើងអត់ទុកគឺអត់បានអាខ្យល់ល្អអត់បានជ្រាបចូលហើយអាខ្យល់អាក្រក់វាអត់បានចេញអញ្ចឹងយើងទុកនឹងឲ្យវាមានពេលដូចថាអាទេសភ្លើងណាឬក៏ឡានក្រុងទៅដល់ឈប់ងក់បើកទ្វារឲ្យអ្នកដំណើរចុះហើយទុកពេលវេលាឲ្យអ្នកដំណើរថ្មីឡើងទៅចាំយើងបើកទៅណាកុំឲ្យទៅដល់ឈប់ងក់បើកទ្វារហើយបិទទ្វារទៅវិញណាអញ្ចឹងវាអត់បានអ្នកដំណើរអត់បានចុះនិងអ្នកដំណើរអត់បានឡើងចាអញ្ចឹងការដកដង្ហើមហ្នឹងវាមានសារៈសំខាន់ខ្លាំងហើយមិនថាដកនៅកន្លែងណាមានពេលខ្លះដកតែដង្ហើមនៅកន្លែងក្បែរដើមឈើគ្រាន់តែនៅក្បែរអាហ្នឹងដកដង្ហើមតែប៉ុណ្្នឹងក៏អាចលាងសួតបានដែរអាហ្នឹងសិតតែលាងសួតដែរចាអញ្ចឹងអត់មានអីដកដង្ហើមក្បែរអាចចាត់ទុកអាហ្នឹងព្រៃឈើចាតូចនៅជុំវិញខ្លួនមកកណ្ដោណាហើយពេលដែលយើងថែវាវាល្អសួរថៃពួកអស់ហ្នឹងវាចូលចិត្តស៊ីអូស្មန်កាបូនិកដែលជាអូស្មန်អាស៊ីតសំណល់គីមីដែលយើងដកដង្ហើមចេញអញ្ចឹងយកទៅចិញ្ចឹមវាហើយវាបញ្ចេញអុកស៊ីហ្សែនឲ្យយើងអញ្ចឹងណាអញ្ចឹងពេលថ្ងៃហ្នឹងយើងថែទាំវាទៅណាយើងនិយាយជាមួយវាហើយយើងថែវាកុំឲ្យមានធូលីដីរោមអីអញ្ចឹងទៅវាក៏ដុះល្អហើយវាផ្ដល់ផលឲ្យយើងក៏បានច្រើនចាឥឡូវពាក់ព័ន្ធជាមួយប្រធានបទរបស់យើងវិញហ្នឹងបងជាចុងក្រោយតើបងមានយោបល់អីដើម្បីផ្ដាប់ផ្ញើទៅដល់អ្នកដែលមានបញ្ហាថប់ដង្ហើមលាកសួតទាំងអស់ហ្នឹងទេបងអញ្ចឹងដោយខ្លីបើសិនជាមានអាការៈបែបហ្នឹងកើតឡើងគឺយើងចាប់ផ្ដើមធ្វើរោគវិនិច្ឆ័យហ្នឹងតាមជំហានរបស់វាណាបើយើងសាមញ្ញតិចតួចអត់អីតែតាមមួយអាទិត្យពីរអាទិត្យហើយនៅតែអត់បាត់ទៀតអញ្ចឹងយើងចាប់ផ្ដើមរោគទាំងអស់ទាំងអាមេរោគបាក់តេរីផ្សិតសត្វល្អិតព្រូនតេញ៉ាហើយនឹងអាជំងឺឲ្យប្រព័ន្ធការពាររាងកាយខ្លាញ់ខ្លួនឯងចាហើយបើថាអត់ធ្វើអីទាំងអស់កុំនៅស្ងៀមគឺធ្វើដូចខ្ញុំមិញអញ្ចឹងទៅអា1នាទីរបស់ខ្ញុំហ្នឹងធ្វើអីខ្លះគឺកុំឲ្យមានគីមីក្នុងខ្យល់ដង្ហើមថែសួតបាទអូខេហើយកុំឲ្យមានសត្វល្អិតកុំឲ្យមានបាក់តេរីដុះជាពិសេសមាត់ថ្មិញហ្នឹងយើងថែហើយទី3យើងដកដង្ហើមលាងសួតអញ្ចឹងចាហើយមិនមែនថាខ្ញុំទៅពេទ្យហើយខ្ញុំរករោគវិនិច្ឆ័យហើយអា3នឹងអត់ធ្វើអត់បានទេទោះបីជារករោគវិនិច្ឆ័យឃើញព្យាបាលហើយក៏នៅតែត្រូវធ្វើអា3នឹងដែរអា3ហ្នឹងបើថាអត់ធ្វើតើតែមនុស្សហ្នឹងអត់រស់ហ្មងបានអត់ធ្វើតែបើយើងនៅរស់គឺយើងត្រូវតែធ្វើជានិច្ចតែម្ដងចាអាហ្នឹងធ្វើបានខ្លួនឯងមិនចាំពេទ្យធ្វើបានរាល់ថ្ងៃអត់មានចាំបាច់ពេទ្យទេហើយពេទ្យក៏ដោយតែហ៊ានអត់ធ្វើអញ្ចឹងឈឺសួតដូចគ្នាបាទណាអត់មានពេទ្យណាមិនមែនមនុស្សអត់ចេះឈឺសួតទេចាអរគុណ